គ្នាដែលកំពុងតាមដាន Channel YouTube ខ្មែរ Lab ទាំងអស់គ្នាជាទីគោរពនិងជាទីមេត្រីថ្ងៃនេះខ្ញុំបាទនឹងមានវីដេអូមួយបង្ហាញមិត្តភ័ក្តិទាំងអស់គ្នាអំពីរបៀបគ្រប់គ្រងការរកលុយឬក៏ការបង្ហោះវីដេអូចូលទៅក្នុង YouTube តាមរយៈទូរស័ព្ទដៃដូច្នេះដើម្បីគ្រប់គ្រងការបង្ហោះវីដេអូឬក៏ការរកលុយតាមរយៈ YouTube នៅក្នុងទូរស័ព្ទដៃនោះយើងត្រូវមានកម្មវិធីមួយទី1គឺកម្មវិធី YouTube ទី2គឺកម្មវិធី YouTube Creator Studio ដូច្នេះដើម្បីបានកម្មវិធីនោះសូមលោកអ្នកចូលទៅកាន់កម្មវិធី Play Store បានបន្ទាប់មកសូមវាយពាក្យថា YouTube នៅពេលដែលយើងចូលមកដល់កម្មវិធី YouTube នោះយើងនឹងឃើញហើយ YouTube Creator សូមភ័យតោះ YouTube Creator Studio បើសិនជាការអាននោះមានការខុសយ៉ាងណានោះក៏សូមភ័យទោសព្រោះបញ្ហាអក្សរអង់គ្លេសវាជាមិនសូវជាអានប្រហែលទេប៉ុន្តែចេះតែអានទៅបាទអញ្ចឹងយើង download យកកម្មវិធីទាំងអស់គ្នាinstall ដោយសារតែកម្មវិធីរបស់ទូរស័ព្ទគឺមាន space ដែរអញ្ចឹងត្រូវការ cancel ចោលខ្លះបាទសូមរងចាំបន្តិចនៅពេលនេះកម្មវិធីកំពុងតែ download ហើយសូមរងចាំបន្តិចបាទនៅពេលនេះកម្មវិធីកំពុងតែ install ដូច្នេះសូមត្រឡប់ក្រោយបន្តិចប៉ុន្តែមិនមែនមានន័យថាយើងដោនកម្មវិធីនឹងមកហើយគឺយើងបង្ហោះវីដេអូទៅក្នុងកម្មវិធីមួយនឹងទេការបង្ហោះវីដេអូនោះគឺយើងបង្ហោះនៅក្នុងកម្មវិធី YouTube ធម្មតានេះដដែលកម្មវិធី YouTube Creator Studio នោះគឺគ្រាន់តែជាកម្មវិធីមួយសម្រាប់គ្រប់គ្រងទិន្នន័យនៃផ្នែកនៃការរកលុយតែប៉ុណ្ណោះបាទដូច្នេះដើម្បីបង្ហោះវីដេអូខ្ញុំបានសូមជ្រើសរើសវីដេអូមួយដើម្បីបង្ហោះនេះវីដេអូសូមជ្រើសរើសវីដេអូមួយនេះបាទអញ្ចឹងកន្លែងនេះយើងអាចដាក់ចំណងជើងក៏បានមិនដាក់ចំណងជើងក៏បានតែត្រង់នេះខ្ញុំបាទសូមដាក់ចំណងជើងឲ្យហើយ
បន្តមកសូមចុចសញ្ញាព្រួយនេះខាងលើពេលនេះវីដេអូរបស់យើងកំពុងតែអាប់ឡូតចូលទៅក្នុង YouTube ហើយដូច្នេះការបង្ហោះវីដេអូឬក៏ការអាប់ឡូតវីដេអូចូលទៅក្នុង YouTube ជាសាធារណៈនោះក៏បានបញ្ចប់ទៅហើយដូច្នេះសូមត្រឡប់ក្រោយបន្តិចបាទអញ្ចឹងយើងសូមត្រឡប់ក្រោយទៅកាន់កម្មវិធី YouTube Schedule ទាំងអស់គ្នានេះយើងចុច Get Start តាមវាមកបាទហើយសូមបញ្ជាក់ផងដែរថាការគ្រប់គ្រងការរលុយតាម YouTube តាមរយៈទូរស័ព្ទដៃនេះធ្វើម៉េចត្រូវដាក់ account YouTube នៅក្នុងកម្មវិធី YouTube ដែលយើងបង្ហោះវីដេអូមាញ់នេះនិង account នៅក្នុងកម្មវិធីមួយនេះគឺត្រូវតែជា account តែមួយអញ្ចឹងខ្ញុំបាទសូមសាញ account របស់ខ្ញុំបាទចូលសូមរងចាំបន្តិចបាទនៅពេលនេះខ្ញុំបានសាញ account របស់ខ្ញុំបានចូលហើយបាទនេះគឺជាវីដេអូមាញ់ដែលខ្ញុំបានបង្ហោះអញ្ចឹងវីដេអូដែលយើងទំតែបង្ហោះចូលថ្មីនោះគឺវាមិនតន់ចេញនិមិត្តសញ្ញាដុល្លារគឺមានន័យថាវីដេអូមួយនេះមិនតន់អាចរកលុយបានទេដូច្នេះដើម្បីរៀបចំឲ្យវីដេអូមួយនេះអាចរកលុយពី YouTube បានសូមចុចយកនិមិត្តសញ្ញាដុល្លារទាំងអស់គ្នាសូមអភ័យទោសគឺយើងចុចទៅលើវីដេអូបន្ទាប់មកសូមចុចយកសញ្ញាប៊ិចនៅខាងលើបាទនេះជាវីដេអូដែលខ្ញុំបានបង្ហោះមាញ់នេះអញ្ចឹងសូមអ្នកទាំងអស់គ្នាចុចយកកន្លែងសញ្ញានេះនៅខាងលើសញ្ញាគ្រីសនៅខាងលើនេះទាំងអស់គ្នាបាទកាលណាយើងបើកឲ្យចេញពណ៌ខៀវអញ្ចេះគឺមានន័យថាវីដេអូមួយនេះគឺយើងដាក់ឲ្យរលុយពី YouTube បានហើយតែសូមកុំភ្លេច save បាទចុចយកអក្សរ save នៅខាងលើនេះដូច្នេះការបង្ហោះវីដេអូចូលទៅក្នុង YouTube មួយនេះគឺបានចប់រួចរាល់ទៅហើយបាទប៉ុន្តែបន្តអំពីការយើងដែលយើងដាក់ឲ្យវីដេអូមួយនេះរលុយក្នុង YouTube នោះភ្លាមនោះនិមិត្តសញ្ញាដុល្លារគឺមិនតន់ចេញពណ៌បាទចេញពណ៌ដូចគេបានឡើយទេចាយើងរងចាំបន្តិចទៀតវានឹងចេញបាទវាមិនតន់ចេញឡើយប៉ុន្តែបន្តិចទៀតវានឹងចេញ
បាទសូមអរគុណចំពោះការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់